สุดท้ายในออกนี่มองไงนี้ยำสโลเงามาแรงถึงออกนี่องค์นไงนี้ยำติ้งมาแรงมาบ้านใบบนพลายได้ให้ยำก็หยิบจอมวีควีเรียเงามาแรงจังนั้นนะบางคนให้วิธีเงาก็ธรรมดาที่บางคนเลยไงนี้ก่อนจะจ้องใจมันเลยไก่หลอดดังถ้าบางคนจังสโลไอจังนั้นนะบอสเมียบยมเงามาแรงนี่คือยังอันทันยังสโลไปปรักยำไปละเอียดบานสโลมาแรงนี่คือยังตกกันแต่ยูวิ่งงุมจังนั้นนะบางคนhayวิธีធ្វើខ្ញុំថ្ងៃនេះគឺម្រះខ្ញុំយកមកលាងទឹកសម្អាតវាស្អាត3 4 5ទឹកចឹងណាគាត់ខ្ញុំបង្ហាញខ្លីៗចេះទេតែហើយយើងកោសសម្អាតសាច់ជ្រូកយើងនឹងលាងឲ្យស្អាតដល់បងប្អូនលាងធ្វើម៉េចឲ្យវាអស់និយាយទៅស្បែកសាច់អីហ្នឹងគឺយើងលាងបេះវាស្អាត4 5ទឹកអីចដៃអញ្ចឹងណាបងប្អូនហើយសាច់អានេះគឺខ្ញុំប្រើជាសាច់3ជាន់អញ្ចឹងណាព្រោះអានេះយើងប្រើសាច់សុទ្ធក៏អត់ឆ្ងាញ់ដែរហើយយើងរៀបចំហាន់វាចឹងទៅដាក់ថ្ងៃនេះខ្ញុំអន់ច្រាមហើយបងប្អូនខ្ញុំប្រើម៉ាស៊ីនកិនចឹងណាដោយសារច្រាមមកវាយូរចឹងយើងប្រើម៉ាស៊ីនកិនទៅវាម៉ត់ល្អដែរចឹងណាដោយសារយើងត្រូវលាយមួយមីស៊ូអីហងចឹងណាហើយវិធីធ្វើអត់មានខុសគ្នាច្រើនអីទេបងប្អូនអើយនិយាយទៅគាត់ថាខ្ញុំខាងនេះខ្ញុំប្រើលាយជាមួយនឹងមីស៊ូបងប្អូនប្រើជាមួយមីស៊ូទៅគឺញាត់ទៅវាឆ្ងាញ់មែនតើបើយើងដាក់តែសាច់សុទ្ធវារៀងសាច់ពេកចឹងណាវាហាប់ហើយនេះពេលដែលសាច់យើងហាន់រួចអស់យើងដាក់បកាយីហឺខ្ទឹមស្ករប៊ីចេងទឹកត្រីចូលបន្តិចទៅបងប្អូនហើយយើងក្លុកកិនវាចឹងណាបងប្អូននេះដូចរូបចឹងណាហើយយើងលួចប្រេងខ្យងបន្តិចមកនិយាយទៅគ្រឿងយើងចាប់ផ្ដើមដាក់វាតាមចំណង់ចំណូលចិត្តរបស់យើងចឹងណាហើយខ្ញុំលួចពងទាថែមតិចទៀតទៅដើម្បីឲ្យវាមានទឹកមួយសាច់ហ្នឹងក្លុកទៅវាម៉ត់ល្អចឹងណាបងប្អូនបន្ទាប់ពីយើងលាយគ្រឿងអីហើយអស់ហើយយើងចាប់ផ្ដើមក្លុកសាច់យើងមកអញ្ចឹងណាពេលដែលយើងក្លុកហើយទៅចាំយើងយកទៅលាយជាមួយមីស៊ូហើយញាត់ចូលម្រះយើងហ្មងអញ្ចឹងណាបងប្អូននេះឥឡូវសាច់យើងបានម៉ត់ហើយបន្ទាប់ពីសាច់យើងបានម៉ត់ហើយយើងធ្វើការដកពីចេញមករៀបចំច្របល់ជាមួយនឹងមីស៊ូអញ្ចឹងណាបងប្អូនហើយថ្ងៃនេះខ្ញុំប្រើមីស៊ូមួយកូនដុំដែរបងប្អូននេះមួយដុំហ្នឹងវាបើយើងទិញក្រៅដូចជាមួយដុំ1000បងប្អូនតែកែលើបងប្អូនចូលចិត្តច្រើនចូលចិត្តតិចអីហ្នឹងតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាមីស៊ូហ្នឹងគឺយើងហាន់ដាក់តែប៉ុណ្្នឹងហើយយើងកូរច្បល់វាទៅដើម្បីឲ្យវាញាត់ចូលក្នុងម្រះផងយើងទៅតែសាច់ពេកក៏អត់ឆ្ងាញ់ដែរបងប្អូនអើយហើយមួយទៀតដោយសារតែបោះសម្រាប់ខ្ញុំចូលចិត្តញ៉ាំជាមួយមីស៊ូអញ្ចឹងវាឆ្ងាញ់ណាហើយនេះយើងចាប់ផ្ដើមរៀបចំញាត់វាដាក់ចូលអញ្ចឹងទៅនិយាយទៅសាច់ហើយនឹងម្រះហ្នឹងគឺយើងលៃមកត្រូវល្មមមកម្រះផោះយើងអញ្ចឹងណាបងប្អូននិយាយទៅមួយកូនឆ្នាំងយើងញ៉ាំគ្រួសារទូយើងញ៉ាំធ្វើព្រឹកញ៉ាំល្ងាចគឺងុំឆ្ងាញ់មែនតើបងប្អូនអើយបើស្លមួយមុខនេះខ្ញុំចិត្តស្លឲ្យទុកវាដល់ល្ងាចបានញ៉ាំដោយសារអីបើញ៉ាំគាត់តែភ្លក់ទេព្រោះបើញ៉ាំយើងទុកទៅវាងុំបន្ទាប់ហើយយើងក៏ចាប់ផ្ដើមដាក់ដាំទឹកស្ងោរវាអញ្ចឹងណាបងប្អូនហើយក្នុងរូបនេះមានអីច្រើនដែរគ្រឿងក្រៅយើងដាក់ស្ករប៊ីចេងម្រេចបន្តិចទៅក្នុងទឹកស៊ុបរបស់យើងហ្នឹងហើយដាក់ម្រះចូលអញ្ចឹងណាបងប្អូនហើយបងប្អូនមានឆ្ងល់ទេថាថ្ងៃនេះខ្ញុំប្រើអត់សូសម្រះឲ្យត្រូវអត់កាប់ពិតទៅបងប្អូនអាចសាកបានបើសិនជាម្រះខ្លះយើងស្រោះពេកវាទៅជាល្វីងតែខ្ញុំសាកស្ងោរថ្ងៃនេះខ្ញុំអត់ស្រោះទេប៉ុន្តែម្រះហ្នឹងដូចវាយកមកខ្ចីហើយយើងញ៉ាំទៅអត់ល្វីងទេបងប្អូនហើយយើងមកងាស់វាអញ្ចឹងឃើញដល់នេះខ្ញុំខាត់វាអាពេលដែលយើងមកងាស់ថែមទឹកនិយាយទៅមកហូបយើងក៏រួចរាល់